ហាត់រៀនលេងម៉ូសាស៊ីអ្នកនរគ្នាដោយសារតែ skin ថ្មីក៏ចេញដែរយើងមករៀនលេងមកតែហើយទៅព្រោះអីនៅពេល skin ថ្មីចេញមកហើយកុំឲ្យគេថាយើងមកតែ skin តែអីចឹងណាចឹងយើងហាត់សមពីឥឡូវទៅហើយចំពោះ trailer ឬក៏ fix skin ថ្មីហ្នឹងគឺអែមខ្លាំងមែនទែនអ្នកនរគ្នាខ្ញុំចូលសាកតេស្តមើលហើយអីចឹងយើងមើល fix skin សិនទៅហើយចាំយើងមកលេង game បន្តទៀតこれは俺の戦いだありがとう残月あんたは俺だ見せてやるよまとめていくぜចំពោះ scale effect របស់វាគឺមានពណ៌លឿងអញ្ចឹងគឺពណ៌លឿងហ្នឹងគឺអត់ដុតពេកទេគឺវាភ្លឺស្អាតអញ្ចឹងណាហើយខ្ញុំចូលចិត្ត scale ទី1និង scale ទី3គឺពីរហ្នឹងគឺ effect ស្អាតខ្លាំងមែនតើអញ្ចឹង skin ហ្នឹងគឺខ្ញុំដឹងថាអាចจะចាប់យកដែរព្រោះឯងខ្ញុំកំពុងរៀនលេង hero នឹងដែរអញ្ចឹងណា見せてやるよおらតោះឥឡូវយើងចាប់ដើមមកមើល game របស់យើងមិញទៅដោយសារតែវគ្គហ្នឹងខ្ញុំលេង Musashi អញ្ចឹងណាដោយសារតែវគ្គហ្នឹងខ្ញុំលេងជា class lane ទេមិនមែនជា jungler ទេហើយលេងហ្នឹងប៉ះ team Keiko ដែរអ្នកនរគ្នា Angela ហ្នឹងដើរពេញតែមេរបស់ខ្ញុំមានអីអ្នកនរគ្នាលេង class lane ទេតែដើរ mid lane អញ្ចឹងណាតែថាយើងដើរពេញតែមេអញ្ចឹងទៅដោយសារគ្នាគេក៏ដើរ go ទាំងដែរអញ្ចឹងយើងដើរ go ទាំងដែរទៅអញ្ចឹងបានលេងសប្បាយឥឡូវអស់ពី mid មកលើមើល class lane របស់យើងវិញទៅដោយសារ Angela គេដើរខាងលើឯងចឹងយើងមានអាការសំខៀបបានច្រើនចឹងណាហើយ pro ម្នាក់នេះដូចគុំខ្ញុំដល់ហើយគឺចូលវាយខ្ញុំដឹង trade ហ្មងគាត់ថាពុះ trade នឹងបែកហើយគាត់វាយខ្ញុំម្ល៉េះនឹងតែម្ដងទៅតែវាយអត់ដាច់ទេអ្នកគ្នាគឺខ្ញុំវាយដាច់វិញចឹងណាដោយសារបែក trade មួយហើយកន្លែងនេះគឺដាក់បានបង្គាទៀតទេថាគ្នាយើងលេង aim ដែរចឹងណាដើរម្ដង team 4 5នាក់ចឹងទៅចឹងវាយគេព្រាតអ្នកគ្នានិយាយទៅវគ្គនេះរៀងសប្បាយស៊ីពេដែរវាយគេមួយស្មើមិនទៅមានទេមានតែធីមអញ្ចឹងអ្នកនរគ្នាចាំដាក់តាមមកដាវមក skill ទៅដាច់គេហ្មងតែពេលខ្លះខឹងខ្លួនឯងដែរអ្នកនរគ្នាស៊ីអត់តាន់គេអញ្ចឹងណាតែថាគេស៊ីលឿនជាងអញ្ចឹងទៅយកកន្លែងនេះចឹងមិនគេតែបានទេណោះយើងស៊ីពេអត់តាន់មេក៏មេយើងរៀងដៃលះជាងអញ្ចឹងគេបានដល់10 kill ខ្ញុំស្តាក់កន្លែងនេះខ្ញុំថាងាប់កន្លែងហ្នឹងឯងពួកឯងជាខ្ញុំសតតាមតិចទេមាន sky នេះខំអញ្ចឹងណាតែថាខ្ញុំតំណាងដែរមាន RT តអញ្ចឹងទៅក៏ដាក់ sky ងាប់វិញអញ្ចឹងទៅអញ្ចឹងវីដេអូថ្ងៃហ្នឹងក៏មានប៉ុណ្្នឹងដែរអ្នកនរគ្នាអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតដូចជាវីដេអូការចាប់ skin ចាប់អីអញ្ចឹងណាហើយរងចាំមើលទាំងអស់គ្នាទៅថាខ្ញុំចាប់ skin បានទៀតលើកហ្នឹង